មិនបានទេខ្ញុំដាច់ខាតមិនអាចចុះចាញ់នៅទីនេះឡើយបើមិនដូច្នេះទេមួយជីវិតនេះស៊ូឈីងយ៉ាវខ្ញុំកុំសង្ឃឹមថានឹងងើបមុខរួចក្នុងចំណោមពួកនារីវណ្ណៈខ្ពស់នៅរាជធានីឡើយសំណាងហើយដែលខ្ញុំបានត្រៀមខ្លួនទុកជាមុនមិញនេះខ្ញុំឈឺក្បាលពិតមែនប៉ុន្តែក្នុងពេលដែលអ្នកមីងនិងអ្នកទាំងអស់គ្នាចង់ស្ដាប់ឈីងយ៉ាវសូមបង្ហាញសមត្ថភាពបន្តិចចុះឈុនវឹងហ្វូយួនធូហ្វាងរួយហុងហ្វិនជាវជឿនងអេនឈួយមកតៅអ៊ូសៀងឈីងកឹងសៀនលីវជាងឈុនសឺសៃខុងគួយឡបងស្រីលីនពិតជាពូកែណាស់លីនហ្វៃយូអ្នកនៅមានមារយាទខ្លះទេហ៊ានកាត់ចង្វាក់អ្នកអតីកំពុងធ្វើការពាក្យពេចន៍រៀបរយល្អណាស់អត្ថន័យក៏ពីរោះស្រទន់ជាពិសេសឃ្លាចុងក្រោយនេះមានភាពទន់ភ្លន់ដូចជាអារម្មណ៍របស់នារីបងស្រីជីដូនមួយប្អូនស្រីមានចំណេះដឹងតិចតួចណាស់មិញនេះដោយសារតែអារម្មណ៍រំភើបពេកទើបបានរំខានដល់អារម្មណ៍ដ៏ល្អរបស់បងស្រីសូមឲ្យបងស្រីបន្តទៀតចុះហេហើយបើខ្ញុំបកអាក្រាតនាងនៅពេលនេះហើយប្រាប់ថាវីនេះជារបស់ខ្ញុំនោះរឿងដែលខ្ញុំទិញវីមិញនេះក៏មិនអាចដោះសារបានទៀតឡើយតែខ្ញុំឯណានឹងចេះវីឯទៀតនោះឈីងយ៉ាវប្រកាសជាខឹងនឹងនាងដែលគ្មានរបៀបរៀបរយនេះហើយទើបធ្វើឲ្យបាត់ស្មារតីបែបនេះឈីងយ៉ាវគុំទៅខ្វល់ពីនាងអីសរសេរមួយទៀតដែលល្អជាងនេះទៅដើម្បីបង្ក្រាបភាពក្រអឺតក្រទុំរបស់នាងមែនហើយបងស្រីស៊ូបងគឺជាអ្នកប្រាជ្ញស្រីដ៏ល្បីល្បាញប្រចាំរាជធានីរបស់យើងរឿងតែងវីមិនមែនជារឿងងាយស្រួលសម្រាប់បងទេចុះហេតុអ្វីបានជាមិនព្រមមកអ្នកមីងក្បាលខ្ញុំឈឺខ្លាំងណាស់ខ្ញុំពិតជាធ្វើមិនចេញទេអោព្រះអើយនាងឆើហេតុអ្វីក៏នាងមិនអាចតាក់តែងបានសំបីតែមួយឃ្លាលើរបស់ខ្ញុំធ្វើមិនចេញទេខ្ញុំថាបងស្រីជីដូនមួយប្រហែលជាអស់សមត្ថភាពហើយមើលទៅអាងតែអួតអាងចុះបើតែងបានកំណាប់ឲ្យពីឃ្លាហើយតើបានការអ្វីថ្ងៃនេះលោកគ្រូយ៉ាន់បានមកដល់ម្ដងទៀតមិនដល់វេននាងមកនិយាយផ្ដេសផ្ដាស់ទេអ្នកមីងកុំទាន់អើបារម្ភអីក្នុងពេលដែលលោកគ្រូយ៉ាន់និងបងប្អូនទាំងអស់គ្នានៅទីនេះថ្ងៃនេះខ្ញុំមានអារម្មណ៍ចង់តែងកំណាប់ឲ្យខ្លាំងណាស់តែងតែមួយបត់តើគ្រប់គ្រាន់យ៉ាងម៉េចទៅថ្ងៃនេះខ្ញុំនឹងធ្វើឲ្យបងស្រីជីដូនមួយបានដឹងថាអ្វីទៅហៅថាគប់កាប៊ីហ្គូនីពិតប្រាកដខ្យល់បក់នាំពន្លឺសឹកល្អិតរីប៉ាយអាប់ក្រអូបស្រពោនក្រោមពន្លឺព្រះច័ន្ទចាំងលើថែវខ្លាចក្រែងយប់ជ្រៅផ្កាឈានចូលដំណេកទើបដុតទៀនខ្ពស់បំភ្លឺសម្រស់ផ្កាពណ៌ក្រហមខ្លាចក្រែងយប់ជ្រៅផ្កាឈានចូលដំណេកទើបដុតទៀនខ្ពស់បំភ្លឺសម្រស់ផ្កាពណ៌ក្រហមផ្កាក៏ដូចជាមនុស្សក៏ដូចជាផ្កាស្រឡាញ់ផ្កាដល់កម្រិតកំពូលទើបអាចកើតមានគំនិតឆ្កួតលីលាបែបនេះបានអស្ចារ្យណាស់ខ្ញុំចាស់នេះរៀនសូត្រគម្ពីរអ្នកប្រាជ្ញអស់50ឆ្នាំស្មានថាខ្លួនឯងពូកែទាំងតន្ត្រីអុកសរសេរអក្សរនិងគំនូរតែថ្ងៃនេះនៅចំពោះមុខកំណាព្យឲ្យនេះទើបដឹងថាខ្លួនដូចជាកង្កែបក្នុងអណ្ដូងចាប់ពីពេលនេះទៅក្នុងរជ្ជកាលដេយេងរាប់រយឆ្នាំគ្មាននរណាហ៊ានសរសេរពីផ្កាប៊ីហ្គូនីទៀតឡើយប្អូនស្រីសែនទើបជាស្ត្រីដែលមានទេពកោសល្យលេខ1ក្នុងលោកពិតប្រាកដមើលទៅថ្ងៃនេះសំណាងពិតជាចូលមកដល់មែនក្នុងត្រកូលយាទាំងមូលក្រៅពីខ្ញុំនិងយិងឆេងខ្ញុំភ្នាល់ដាក់អ្នកនាងឈរទាំងអស់ឥឡូវនេះលទ្ធផលបានសម្រេចហើយប្រាក់របស់អស់លោកអ្នកខ្ញុំសូមទទួលយកហើយអ្នកនាងលែនទោះបីជាខ្ញុំមានឈ្មោះល្បីខាងចំណេះដឹងក្នុងរាជធានីក៏ដោយប៉ុន្តែថ្ងៃនេះខ្ញុំសូមអនុញ្ញាតចង់ទទួលអ្នកនាងជាកូនសិស្សផ្ទាល់ដើម្បីបន្តតំណែងគ្រូពេទ្យក្នុងរាជវាំងមិនដឹងថាអ្នកនាងស្អប់ខ្ពើមភាពល្ងង់ខ្លៃរបស់ខ្ញុំដែរឬទេកូនសិស្សរបស់លោកគ្រូយ៉ាន់មានឋានៈស្មើនឹងសិស្សរបស់ព្រះមហាក្សត្រមិននឹកស្មានថាវាបានទៅលើស្រីឈឺនេះសោះលោកគ្រូកុំនិយាយបែបនេះអីការបានទទួលការបង្រៀនពីលោកគ្រូគឺជាសំណាងដ៏ធំធេងរបស់ហ្វីយ៉ាកូនសិស្សលេនហ្វីយូសូមគោរពលោកគ្រូល្អថ្ងៃនេះខ្ញុំមិនត្រឹមតែបានឃើញផ្កាប៊ីហ្គូនីដ៏អស្ចារ្យប៉ុណ្ណោះទេថែមទាំងបានទទួលកូនសិស្សដ៏ពូកែឆ្នើមម្នាក់ទៀតពិតជារឿងដ៏រីករាយបំផុតក្នុងជីវិតមែនល្អណាស់នេះគឺជាកិត្តិយសដ៏ធំធេងបំផុតសម្រាប់ត្រកូលយារបស់យើង